កុំបណ្ដោយឲ្យខ្លួនអ្នកគ្មានតម្លៃមានមនុស្សជាច្រើនគិតថាការធ្វើល្អការឆ្លើយតបរហ័សនិងការជួយគេគ្រប់ពេលនឹងធ្វើឲ្យគេទទួលបានការគោរពប៉ុន្តែការពិតគឺមនុស្សភាគច្រើនឲ្យតម្លៃលើអ្វីដែលកម្រមិនមែនអ្វីដែលមានគ្រប់ពេលនោះទេបើអ្នកអាចរកឃើញបានគ្រប់ពេលឆ្លើយគ្រប់សារយល់ព្រមគ្រប់សំណើនិងលះបង់ពេលវេលារបស់អ្នកដោយគ្មានដែនកំណត់មនុស្សនឹងចាប់ផ្ដើមយល់ថាវាជារឿងធម្មតាមិនមែនព្រោះអ្នកគ្មានតម្លៃទេប៉ុន្តែព្រោះអ្នកធ្វើឲ្យតម្លៃរបស់ខ្លួនឯងថោកសូមចាំថាទឹកមានសារៈសំខាន់សម្រាប់ជីវិតប៉ុន្តែពេជ្រមានតម្លៃជាងព្រោះវាកម្រដូចគ្នានេះដែរបើអ្នកចង់ឲ្យគេគោរពអ្នកត្រូវរៀនកំណត់ព្រំដែនមិនចាំបាច់និយាយបាទទៅគ្រប់យ៉ាងទេរៀននិយាយទេនៅពេលដែលវាមិនស្របនឹងគោលដៅនិងតម្លៃរបស់អ្នកកុំប្រាប់មនុស្សគ្រប់គ្នាអំពីផែនការរបស់អ្នកមនុស្សដែលមានឥទ្ធិពលមិនចាំបាច់និយាយច្រើនទេពួកគេឲ្យលទ្ធផលនិយាយជំនួសពាក្យភាពស្ងប់ស្ងាត់និងការមិនបង្ហាញអ្វីគ្រប់យ៉ាងអាចធ្វើឲ្យមនុស្សគោរពអ្នកកាន់តែច្រើនសំខាន់ជាងនេះទៅទៀតកុំឲ្យអារម្មណ៍របស់អ្នកត្រូវគ្រប់គ្រងដោយអ្នកដទៃមនុស្សខ្លះចង់ឃើញអ្នកខឹងចង់ឃើញអ្នកបាក់ទឹកចិត្តបើអ្នកអាចរក្សាភាពស្ងប់ស្ងាត់បាននោះមានន័យថាអ្នកជាម្ចាស់ជីវិតរបស់ខ្លួនឯងហើយកុំខ្លាចក្នុងការដើរចេញពីមនុស្សឬឱកាសដែលមិនឲ្យតម្លៃអ្នកមនុស្សដែលដឹងពីតម្លៃរបស់ខ្លួនមិនអង្វរឲ្យគេទទួលយកទេពួកគេជ្រើសរើសកន្លែងដែលគោរពពួកគេចុងក្រោយសូមចងចាំថាពិភពលោកបង្រៀនមនុស្សឲ្យប្រព្រឹត្តចំពោះអ្នកតាមរបៀបដែលអ្នកប្រព្រឹត្តចំពោះខ្លួនឯងបើអ្នកឲ្យតម្លៃខ្លួនឯងមនុស្សផ្សេងក៏នឹងឲ្យតម្លៃអ្នកដូចគ្នាដូច្នេះចាប់ពីថ្ងៃនេះទៅកុំរស់ដើម្បីផ្គាប់ចិត្តមនុស្សគ្រប់គ្នាកំណត់ស្តង់ដាររបស់អ្នកថែរក្សាពេលវេលារបស់អ្នកហើយធ្វើឲ្យវត្តមានរបស់អ្នកមានតម្លៃកុំធ្វើជាមនុស្សដែលអាចរកបានគ្រប់ពេលចូលធ្វើជាមនុស្សដែលគ្រប់គ្នាគោរពនៅពេលអ្នកបង្ហាញខ្លួន